ហេតុអ្វីបានជា boot ស៊ីថ្លៃចម្លើយនោះគឺដោយសារតែវាអត់ស៊ីថោកមិនមែនចឹងទេការ boot ស៊ីថ្លៃគឺដោយសារតែទីមួយគឺបញ្ហាដែលបងប្អូនធ្វើ content អត់សូវតាក់ទាញចំណុចនេះគឺបងប្អូនអត់ទាន់ចេះពីរបៀបនៃការធ្វើ content ធ្វើយ៉ាងណាឲ្យគេឈប់មើលវីដេអូរបស់យើងហើយយើងអត់ទាន់ចេះធ្វើ content ដែលត្រូវជាមួយនឹងអ្វីដែល Facebook វាចង់បានដើម្បីឲ្យការ boot របស់យើងវាដំណើរការល្អទី2គឺតកតងជាមួយនឹងការអាប់ដេតរបស់ Facebook ជឿទៅ Facebook តែងតែមានការអាប់ដេតអញ្ចឹងហើយមិនថាបច្ចេកទេស boot ឬក៏ការធ្វើទីផ្សារឬក៏បច្ចេកទេសនៃការធ្វើ content ទេត្រូវតែមានការអាប់ដេតបើសិនជាបងប្អូនប្រើតែបច្ចេកទេសដដែលអត់មានធ្វើការអាប់ដេតទេនោះវាធ្វើឲ្យការ boot របស់បងប្អូនមិនទទួលបានលទ្ធផលល្អគឺ boot ស៊ីថ្លៃនឹងហើយអញ្ចឹងបើសិនជាបងប្អូនអត់ទាន់ដឹងពីការអាប់ដេតរបស់ Facebook អត់ដឹងពីបច្ចេកទេសនៃការធ្វើ content ថ្មីក៏ដូចជា technique boot ថ្មីដើម្បីឲ្យការ boot របស់បងប្អូនស៊ីថោកទេគឺបងប្អូនអាចធ្វើការឆាតសួរនៅក្នុង page របស់ខ្ញុំបានដោយសារយើងមានវគ្គរៀន boot page ឆ្នាំ2026នេះហើយបើសិនជាបងប្អូនចាប់អារម្មណ៍បងប្អូនអាចធ្វើការឆាតមកកាន់ page របស់ខ្ញុំបានសូមអរគុណ